តែអញ្ចឹងបន្តមកទៀតកូនមើលបន្ទាប់ពីយើងដំឡើងបានតួរយន្តរ៉ូបូតរបស់យើងបានប៉ុណ្ណេះហើយអញ្ចឹងយើងអាចមើលពីរូបរាងរបស់វាឃើញថាមើលទៅគួរឲ្យចាប់អារម្មណ៍មែនតើខុសពីតែវានៅសភាពដើមបែបនេះអញ្ចឹងបន្តមកទៀតយើងត្រូវបង្គុំវាបន្ថែមទៀតយើងត្រូវបង្គុំគ្រឿងអញ្ចឹងកូនអាចបង្គុំវាដាក់ខ្ចៅចូលដើម្បីបង្គុំគ្រឿងវាបន្ថែមទៀតអញ្ចឹងវាមាននៅគ្រឿងបង្គុំច្រើនផ្សេងទៀតអញ្ចឹងពេលដែលកូនដាក់កូនមានសម្ភារៈខ្ចៅហើយយើងបង្គុំតាមជំហានរបស់វាមួយអញ្ចឹងកូនដាក់ខ្ចៅបែបនេះមកហើយចាប់ប្រឡងចូលអញ្ចឹងពេលដែលដាក់យើងដៃមួយខាងយើងកាន់ទៅនេះហើយដៃមួយខាងទៀតយើងទុកប្រឡងខាងក្រោមហើយយើងមូលវានេះយើងអត់ចាំបាច់ប្រើទល់វីនេះក៏បានដែរដោយសារតែនេះវាមានបង្គោលវាស្រាប់សម្រាប់ឲ្យយើងមូលប្រឡងមកវាចូលខ្ចៅចូលហើយយើងទាំង4ក្របហ្នឹងយើងធ្វើដូចគ្នាទាំង4អញ្ចឹងមកយើងដាក់បែបហ្នឹងដើម្បីអីដើម្បីយើងនេះពេលដែលយើងចាប់ sensor ចូលទៅគឺឡានរបស់យើងវារឹងវាអត់ថាវាមិនពិបាកក្នុងការយើងដាក់ទៅវាគីគឺចេះទៅពីយើងដាក់បែបនេះទៅយើងចាប់ប្រឡងនេះស្រួលក្នុងការដំណើរការឡានរបស់យើងអញ្ចឹងទាំង4ក្របយើងធ្វើដូចគ្នាដោយយើងរៀបកងឡានដូចគ្នាចឹងដែរអញ្ចឹងយើងចាប់ខាងនេះយើងចៅនេះយើងចាប់ខាងណាក៏បានដែរធ្វើម៉េចដើម្បីឲ្យយើងងាយស្រួលក្នុងការតភ្ជាប់អញ្ចឹងគាត់អាចបានអញ្ចឹងយើងចាប់ខាងមុខហើយនិងខាងក្រោយពីរអញ្ចឹងក៏បែរនេះមកហើយយើងដាក់ខ្ចៅចូលអញ្ចឹងដៃមួយខាងដាក់ខ្ចៅដៃមួយខាងទៀតយើងយកនេះមកពោលនេះពេលដែលកូនមួយបែបនេះមកវាអញ្ចឹងមកឲ្យវាជាប់ប្រដិតតាំងបែបហ្នឹងមកអូខេអញ្ចឹងខាងនេះដូចគ្នាដែរកូនដិតបែបហ្នឹងមកនេះកូនដិតបែបហ្នឹងមកយើងបានមកគោលវាប៉ុណ្ណេះចឹងបន្តមកទៀតយើងធ្វើម៉េចយើងយកនេះមកដាក់ពីលើនេះយើងដាក់បែបនេះយើងដាក់ខ្ចៅបែបនេះមកខ្ចៅបែបនេះដើម្បីយើងដាក់ sensor របស់យើងទុកខាងតួឡានខាងលើយើងប្រើ sensor អញ្ចឹងបន្តមកទៀតដាក់បែបហ្នឹងតមកទៀតយើងប្រើខ្ចៅមួយពីលើនេះមកដើម្បីកុំឲ្យខ្សែយើងញ៉ៃច្រើនយើងធ្វើបែបហ្នឹងមកយើងដាក់បែបនេះកុំឲ្យខ្សែយើងវាញ៉ៃច្រើនយើងទុកអាហ្នឹងដាក់ខាងក្រោយពេលដែលយើងគុំហើយយើងដាក់គ្រឿងគុំយើងតាមដំណាក់កាលចាំយើងដាក់ហ្នឹងទៅពេលដែលយើងចាប់អាហ្នឹងនឹងចាំយើងដំឡើងតាមក្រោយហើយបន្តមកទៀតនេះដើម្បី
ដំណើរការដែលយើងត្រូវតយើងមើលកង់ឡានចឹងកូនមើលពេលដែលយើងភ្ជាប់ខ្សែនេះខ្សែរបស់យើងពេលដែលយើងភ្ជាប់ខ្សែចូលគ្នាយើងមើលខ្សែខាងនេះមានយកខ្សែមកភ្ជាប់ជាមួយ L 298បានខ្សែម៉ូទ័រចូលមកដុំភ្លើងរបស់យើងអញ្ចឹងយើងយកខ្សែខ្មៅភ្ជាប់ជាមួយខ្សែខ្មៅអញ្ចឹងកូនទៅគួរមានទីបញ្ចប់គ្នាអញ្ចឹងមកនេះប៉ណ្ណេះមកបានហើយហើយខាងនេះដូចគ្នាដែរកូនភ្ជាប់ចូលគ្នាកូនភ្ជាប់ចូលគ្នាប៉ុណ្ណឹងមកបានហើយប៉ុន្តែពេលដែលកូនភ្ជាប់មុននឹងភ្ជាប់បែបនេះកូនត្រូវយកថ្មមកសាកសិនដើម្បីឲ្យកង់ឡាននេះវារត់ទៅវាស្មើគ្នាមានន័យថាបើវិលមកស្នាមមិនស្នាមដូចគ្នាទៅឆ្វេងដូចគ្នាអញ្ចឹងវានឹងយកថ្មមកសាកនេះហើយនេះជាដុំថ្មដែលយើងត្រូវសាកថ្មនេះជុំដើម្បីមកសាកវាអញ្ចឹងយើងដកយកមកក្រោមមកនេះអញ្ចឹងកូនមើលបោកដកអញ្ចឹងខ្សែក៏ហមបោកខ្សែដកតែមិនទៅយើងដាក់ខាងណាក៏បានដែរវាអីទេសំខាន់យើងចង់ឲ្យវាទៅខាងណាមុខផ្លូវហ្នឹងនេះយើងពេលដាក់ទៅអានេះមកមុខអញ្ចឹងមានន័យថាម៉ូទ័រដូចនេះអញ្ចឹងយើងចង់ឲ្យឡានហ្នឹងវារត់ទៅខាងនោះទៅខាងនោះអញ្ចឹងបើយើងចង់ឲ្យឡានរត់ទៅខាងនោះយើងត្រូវខ្សែក្រហមនេះមកបោកហើយខ្សែខ្មៅមកតអញ្ចឹងម៉ូទ័រហ្នឹងវារត់ទៅនេះបែបនេះអញ្ចឹងវារត់ស្របគ្នាមានន័យថាវាអត់ច្រាស់គ្នាទេអញ្ចឹងយើងអាចតបានអញ្ចឹងយើងអាចភ្ជាប់បានហើយហើយពេលដែលយើងដាក់ភ្ជាប់វាកូនមើលដែរពេលដែលកូនធ្វើមើលបើកូនឲ្យម៉ូទ័រនឹងរត់ទៅខាងនោះកូនត្រូវភ្ជាប់ខ្សែអញ្ចឹងខ្សែវាមាន out 4 out 3 out 1 out 2អញ្ចឹងកូនយកមកបើកូនភ្ជាប់ខាងនេះដាក់ខ្សែប្រព័ន្ធចូលមកខាងនេះដើម្បីរត់ម៉ូទ័ររត់ទៅវាអត់ច្រាស់ទេអញ្ចឹងយើងត្រូវភ្ជាប់ទាំង4ហ្នឹងឲ្យរត់ស្របគ្នាសិនអញ្ចឹងកូនរុំខាងនេះដូចគ្នាខាងនេះកូនរុំដូចគ្នាចឹងដែររុំភ្ជាប់វាសងខាងដើម្បីយើងងាយស្រួលយកមកដាក់ភ្ជាប់ជាមួយនឹងដុំភ្លើងអញ្ចឹងពេលដែលកូនសាកកូនតេស្តមើលសិនតើវារត់ស្របដូចខាងនោះអត់អញ្ចឹងវារត់ទៅច្រាស់អញ្ចឹងពេលដែលវាច្រាស់អញ្ចឹងកូនដូរខ្សែមកវិញដើម្បីវារត់ស្របគ្នាមកវិញនេះអញ្ចឹងវាស្របគ្នាមកវិញអញ្ចឹងខាងនេះយើងខ្សែក្រហមវាបោកប៉ុន្តែនៅដៃខាងនេះខ្សែខ្មៅយើងត្រូវបោកវិញដើម្បីឲ្យម៉ូទ័រនឹងរត់ស្របគ្នានេះពេលយើងដាក់ទៅម៉ូទ័រនឹងរត់ស្របនេះវាអត់ទាញគ្នាអញ្ចឹងពេលដែលកូនថតកូនត្រូវសាកនេះសិនដល់ហើយយើងទុកមួយដៃសិនហើយយើងចាប់ភ្ជាប់នេះចូលពេលដែលភ្ជាប់នេះគេមានរុនសម្រាប់កូនភ្ជាប់អញ្ចឹងកូនយកខ្សែដែលកូនតោភ្ជាប់គ្នានឹងមកចូលនឹងក្រហមកូនចំណាប់ចូលគ្នាចូលហើយកូនមកចៅវាពេលដែលហើយកូនជាប់នេះកូនមកចៅវាបែបនេះហើយបន្តមកទៀតកូនមកចៅសងខាងនេះ
con môi ban và nắng việc chọp thì và nắng nói nhưng đặc biệt thì tay không phải về có này và nắng mắt chọp hay mặt hàng tiết chẳng đá con chọp thì định thì chẳng hay còn đặt sai chỗ hay còn rất bị bật tăng chân đây là mát sai phương mà giống đến thời đại cắt vì ỏi vì về thì mới đồng bị dùng cho thì tới biết này anh đào trộn là xa tiền máu anh tay mà khang những tốt tay mà khang gì rất chạy rất thấy mất ở xa nó vì anh xa nó bị lấy về với tiếng đặc biệt cho tiếng trầm cùng cắt vì về tịch này và lấy cho lại con bật liền sai nó về tịch mà do đó con cắt về tịch tới về để con đặt được sáng với tầng chọn này nó chọn cái cho phần năng hơi bây để con thử phương và tỏ tiết con điệp trong xe phương nó gọi là họ còn bởi vì gì nhảy vì để dừng đặt là đập là ca tới vì còn xe phương và diễn bị ẩn và gì nhảy thì chẳng con thử vào Scott thời nhìn Scott chứng thờ Scott 1 ký con thời mình Scott bạn đấy là vậy như Scott nó mau cho về đã thấy là mọi việc cường xá vì chui tục bây giờ mình tờ và diễn về rằng này thì ở Scott bạn này máu anh sai ở lấy miên thì ở Scott mặt một tiền máu vậy anh sai thường ở dưới vì mời tới xa tiền bị ẩn nhẹ nhàng chẳng những bạn phần lần hỏi nhưng thử ấy tiết này đi gió adeno mà đặt adeno nếu như đặt trong cả đà máu đặt cả đà bạn đi nếu còn đặt hàng đây các bạn này thì đặt bị một chiếc các bạn cả đà các bạn sẽ phụ cho đặt hàng một rồi mà đặt hàng một bạn đi sạch màu và dớt cho mà đặt này thì tôi chọn xa tới vì ở xa nhà mình nhưng trong hiện mình to trong hiện mình to tí từ chọn xa vì
298N នេះចូលមក Arduino អញ្ចឹងខ្សែរបស់យើងមាននេះជាខ្សែដែលយើងត្រូវភ្ជាប់អញ្ចឹងភ្ជាប់នៅលើចំណុចនេះចាំរូបថតលម្អិតឲ្យកូនមើលបន្ថែមដើម្បីកូនងាយស្រួលអញ្ចឹងខ្សែនេះយើងមាន6ខ្សែសម្រាប់យើងមកទៅភ្ជាប់អញ្ចឹងវាមានលេខសម្រាប់យើងមើលនៅក្នុងហ្នឹងវាមាន A វាមាន AN ហើយនឹង NB មាននេះយើងប្រើ ANA ហើយនឹង NB អញ្ចឹងពី NA មកវាមាន1 2 3វាមានលេខ1 2 3 4លេខពីនៅក្នុងហ្នឹងហើយយើងអត់ពិបាកក្នុងការមើលហើយយើងយកមកភ្ជាប់អញ្ចឹង NA ហ្នឹងភ្ជាប់ជាមួយ Arduino ហ្នឹងភ្ជាប់ជាមួយលេខប្រមាណហើយ NB ភ្ជាប់ជាមួយលេខប្រមាណយើងភ្ជាប់តាមរយៈកូដដែលយើងមិនដាក់ចូលរបស់ robot របស់យើងយើងចាំពេលជំនាញតោះការពីការតភ្ជាប់ហើយដល់ឡែកនេះយើងភ្ជាប់ធម្មតាខ្សែយើងមានដុំថ្មហើយត្រូវមានកងតាក់ដើម្បីទប់ថ្មហ្នឹងកុំឲ្យវាពេលដែលយើងបាត់បើកទៅវាងាយស្រួលទោះបីយើង robot នេះយើងប្រើ sensor ក៏ដោយតែយើងត្រូវតែមានកងតាក់ដើម្បីបិទភ្ជាប់នៅពេលដែលយើងចង់បិទយើងគាត់នឹងកាច់បិទចរន្តពីមកយើងដាច់ចរន្តខ្លួនឯងហ្នឹងយើងងាយស្រួលក្នុងការកុំឲ្យវាមានបញ្ហានៅក្នុងគ្រឿងម៉ាស៊ីនរបស់យើង